ហើយវិញ្ញាសាសម្រាប់ដំណើរការសំណេរនៃការប្រឡងបាក់ឌុបឆ្នាំ2026ត្រូវបានដឹកមករក្សាទុកនៅសាលាខេត្តសៀមរាបប្រកបដោយសុវត្ថិភាពនៅថ្ងៃទី7 ខែសីហាឆ្នាំ2026នេះហើយវិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង10សីហាឆ្នាំ2026ត្រូវបានមកដល់ខេត្តសៀមរាបហើយក្រុមការដឹកនាំផ្ទាល់ដោយអាយុធមសមរតនាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាបនិងក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយនៅសាលាខេត្តសៀមរាបក្រុមវត្តមានទទួលរបស់លោកស្រីមនីរៀងសីអភិបាលរងខេត្តសៀមរាបក្នុងឱកាសនោះដែរអាយុធមសមរតនាបានជួបសម្ដែងការគូសំជាមួយថ្នាក់ដឹកនាំខេត្តក៏ដូចជាបាននាំប្រសាសន៍ថ្លែងអំណរគុណរបស់អាយុធមបណ្ឌិតសភាចាហងជួននរុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាជូនដល់ថ្នាក់ដឹកនាំខេត្តដែលបានបន្តចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការធានាដំណើរការប្រឡងនាពេលប៉ុន្មានថ្ងៃខាងមុខនេះឲ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពព្រមទាំងតម្លាភាពអាយុធមបញ្ជាក់ថាដើម្បីធានាបាននូវតម្លាភាពនិងសុក្រឹតភាពនៃការប្រឡងគឺទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់លោកស្រីមនីរៀងសីអភិបាលរងខេត្តសៀមរាបមានប្រសាសន៍ថាអាយុធមអភិបាលខេត្តសៀមរាបព្រមទាំងអាជ្ញាធរមូលដ្ឋានខេត្តសូមទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូក្រសួងអប់រំនៅក្នុងជំនួបនេះឱកាសនេះជាមោទនភាពដែលខេត្តសៀមរាបបានចូលរួមចំណែកនៅក្នុងយន្តការធានាប្រសិទ្ធភាពនៃការប្រឡងនាពេលកន្លងមកលោកស្រីបានវិតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងមន្ត្រីអាជ្ញាធរមូលដ្ឋានក៏ដូចជាថ្នាក់ដឹកនាំក្រសួងរួមទាំងភាគីពាក់ព័ន្ធដែលបានផ្តល់ការសហការសម្របសម្រួលក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជារៀងរាល់ឆ្នាំគូបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង10សីហាឆ្នាំ2026នៅខេត្តសៀមរាបមានមណ្ឌលប្រឡងមាន16មណ្ឌលដោយមានបន្ទប់ប្រឡងសរុប463បន្ទប់ក្នុងនោះមានបេក្ខជនសរុប11486នាក់ស្រី6812នាក់ក្នុងចំណោមបេក្ខជនសរុបនេះមានបេក្ខជន5ប្រភេទគឺបេក្ខជនចំណេះទូទៅសរុប10593នាក់បេក្ខជនស្វែងរែងចំណេះទូទៅ604នាក់បេក្ខជនបំពេញវិជ្ជា157នាក់បេក្ខជនស្វែងរែងបំពេញវិជ្ជា125នាក់និងបេក្ខជនអប់រំពិសេស7នាក់